អូខេសួស្តីបងនឹងបងតាក់ទងជាមួយ location ដែលបងផ្ញើតាម Telegram មកខ្ញុំបងនេះអញ្ចឹងបងឯងចុចលើហ្នឹងទៅបន្តមក open with Google Map បងបាទអញ្ចឹងពេល open with Google Map ហើយនេះបង time skin sync នេះអញ្ចឹងបងឃើញបងនេះឃើញទីតាំងរបស់យើងតែបើសិនជាយើងចុចលើហ្នឹងទៅវាអត់មាន load នេះឲ្យយើងទេអត់ឡាត់ឡងឲ្យយើងទេអញ្ចឹងបើឯង copy URL លើនេះបាទ copy URL លើអញ្ចឹងណាបងអញ្ចឹង copy URL លើហ្នឹងជាក់ស្ដែងទៅបងឃើញឡាត់ឡងអញ្ចឹងនៅនេះបងនេះអានេះឡាតបងអានេះឡងនេះឡាតអានេះឡងអញ្ចឹងបងហើយបើសិនជាបងអត់ច្បាស់ទេបងអាចសួរ ChatGPT ទៅបង copy link នឹងចូលទៅបន្ទាប់មកឲ្យChatGPT give ឡាត់ឡងឲ្យយើងមកវានឹងផានឲ្យយើងអញ្ចឹងបងអាហ្នឹងករណីទី1ហើយករណីទី2ទៀតនៅក្នុង system យើងបងនៅក្នុង internal system របស់យើងបងចូលទៅកាន់សាលាណាមួយលើឧទាហរណ៍ថាខ្ញុំសាលាដែលមានហើយ info អូខេខ្ញុំចូល BKD ចុះបាទដោយសារខ្ញុំគាត់អាចដោយសារខ្ញុំមាន account គាត់តេស្តបាទអញ្ចឹងពេលយើងចូលកន្លែងបាច់ទៅកាន់ STS ហ្នឹងយើងចូលកន្លែង training location ណាបងអញ្ចឹងយើង copy path លើនេះទៅអញ្ចឹងពេល copy path កន្លែងហ្នឹងវា auto generate ឡាតឡងឲ្យយើងបងនៅកន្លែងនេះអញ្ចឹងណាបងអាហ្នឹងក៏បានដែរបងមិនសួរ ChatGPT ទេគឺវា get ឡាតឡងឲ្យយើងហ្មងហើយបន្តមកយើងគឺ add យកទៅអញ្ចឹងណាបងបាទ